សហគមន៍នេសាទស្ដីក្រោមរហាសួងមានទីតាំងស្ថិតនៅក្នុងឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងឃុំព្រែកហ្លួងមាន7ភូមិរួមមានភូមិព្រែកហ្លួងភូមិស្ដីលើភូមិស្ដីក្រោមភូមិរហាសួងភូមិបាក់អម្រែកភូមិដូនអិននិងភូមិបាក់រទេសសហគមន៍នេសាទស្ដីក្រោមរហាសួងបានបង្កើតឡើងនៅថ្ងៃទី20ខែកញ្ញាឆ្នាំ2003និងបានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅឆ្នាំ2008សហគមន៍នេសាទស្ដីក្រោមរហាសួងមានកន្លែងអភិរក្សជលផលឈ្មោះរាំងពេន3តមួយកន្លែងទំហំប្រមាណ100ហិកតាមានស្នាក់ការបម្រើការងារមួយខ្នងនិងមានគណៈកម្មការបច្ចុប្បន្នចំនួន11នាក់ស្រីចំនួន3នាក់សហគមន៍បានចូលរួមគ្រប់គ្រងនិងអភិរក្សជលផលយ៉ាងសកម្មធ្វើឲ្យសម្បូរត្រីក្នុងសហគមន៍ជួយជីវភាពប្រជាពលរដ្ឋក្នុងតំបន់ផងដែរសហគមន៍នេសាទមានតួនាទីសំខាន់ក្នុងការធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងពីតម្លៃនៃធនធានជលផលមានការចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលដោយការចាត់វិធានការការពារលើការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីឲ្យដឹងពីសកម្មភាពគ្រប់គ្រងការពាររបស់គណៈកម្មការសហគមន៍នេសាទជួបជាមួយលោកប្រធានសហគមន៍នេសាទស្ដីក្រោមរហាសួងការងារសំខាន់ដែលសហគមន៍ចាំបាច់ត្រូវធ្វើបាទទីមួយយើងការពារព្រៃលិចទឹកពីការកាប់បំផ្លាញព្រៃលិចទឹកមិនថាតែក្នុងទីតាំងអភិរក្សទេនៅក្រៅអភិរក្សក៏យើងមានកិច្ចការពារផងដែរហើយការពារនេះយើងមានកិច្ចសហការពីអាជ្ញាធរដែនដីស្ថាប័នពាក់ព័ន្ធឲ្យលោកចូលរួមតាក់ទងការពារការកាប់បំផ្លាញព្រៃលិចទឹកការដុតព្រៃហ្នឹងទីពីរតាក់ទងឧបករណ៍នេសាទខុសច្បាប់យើងចុះទប់ស្កាត់ចុះរុះរើចុះបង្ក្រាបផ្ទាល់ដែលមានសមត្ថកិច្ចចូលរួមក្រៅពីអាហ្នឹងយើងក៏ធ្វើការផ្សព្វផ្សាយជាសាធារណៈដែរមានប្រជុំផ្សព្វផ្សាយដល់សិស្សនិស្សិតឬក៏ដាក់មេក្រូដាក់អីផ្សព្វផ្សាយដែលមានកិច្ចសហការផងដែរអភិរក្សក្រៅពីយើងការពារហ្នឹងយើងរៀបចំដាំព្រៃលិចទឹកឡើងវិញស្ដារព្រៃលិចទឹកឡើងវិញយើងដាំឈើប្រភេទព្រៃលិចទឹកមានរំដេញមានអីផ្សេងមានត្រោះដែរជាប្រភេទព្រៃលិចទឹកវាជាផ្នែកមួយជួយជាចម្រោកនិងជាចំណីរបស់ត្រីផងដែរហើយយើងក៏គិតផងដែរតើតើនៅទីតាំងអភិរក្សហ្នឹងយើងត្រូវសម្អាតរុក្ខជាតិទឹកមានកផ្លោកមានកពីងពួយកឆែតបើសិនជាទុកអាចអាហ្នឹងធ្វើឲ្យងាយគុករីរាក់ហើយវាស្អុយហើយត្រីត្រូវការអុកស៊ីសែនផងដែរសហគមន៍នេសាទស្ដីក្រោមមហាសួងយើងចាប់ផ្ដើមធ្វើប្រព័ន្ធការពារកុំឲ្យត្រីចេញពេលកំពុងពងកូនមិនឲ្យចេញជារៀងរហូតទេមិនឲ្យចេញពេលកំពុងពងកូនគឺយើងធ្វើរបាំងដាក់របាំងព្រួលតាមអូទំនាបដែលទឹកហូរចូលទឹកជន់ចូលហូរចេញចូលបានប៉ុន្តែត្រីអត់ទាន់ចេញព្រោះអានឹងសំខាន់ណាយើងរងចាំដល់តែមានទឹកច្រើនត្រីចាប់ផ្ដើមញាស់ត្រីចាប់ផ្ដើមបដើកូនពេលដែលត្រីចេញទៅបើគេចាប់បានមេក៏នៅសល់កូនបើគេចាប់បានកូនក៏នៅសល់មេហើយអ្វីសំខាន់ទៀតត្រីមានឱកាសរត់គេចព្រោះទឹកច្រើនហើយប្រជាពលរដ្ឋលោកអាចរកនេសាទបានគ្នាច្រើនពេលដែលទឹកច្រើនអ្នកដាក់មងក៏ដាក់បានអ្នកដាក់លបក៏ដាក់បានអ្នករាយសន្ទូចអីបាននេះជារឿងសំខាន់ចាំបាច់ណាស់ដែលយើងត្រូវការពារពេលរដូវពងកូនកុំទាន់ឲ្យត្រីចេញពីទីតាំងអភិរក្សប្រសិនបើយើងអាចធ្វើបាននេះជាបទពិសោធន៍ដែលយើងបានធ្វើកន្លងមកហើយតាក់ទងនឹងថានៅក្នុងទីតាំងអភិរក្សនេះមានត្រីស្អីខ្លះទីនេះជាប្រភេទបឹងត្រីនៅទីនេះគឺសម្បូរប្រភេទត្រីក្រាញ់ត្រីផ្ទក់ត្រីរ៉ស់ត្រីដៀបឬក៏ត្រីឆ្ដោហើយក្រៅពីនោះគឺយើងក៏មានត្រីកន្ធរប៉ុន្តែកន្ធរឆ្នាំនេះយើងថយចុះហើយត្រីស្លាតក៏មានកើនឡើងដែរក្រៅពីត្រីអស់ហ្នឹងយើងក៏មានត្រីស្ពិនត្រីចកែងត្រីរៀលត្រីក្អែកត្រីបលូងត្រីក្រាយក្រៅពីមច្ឆជាតិនៅទីនេះយើងមានស្វាខ្មៅឬក៏ស្វាព្រាបនៅទីនេះបើយើងគិតទៅមាន3-4ក្រុមហើយក្នុងមួយក្រុមហ្នឹងមាន10ជាង20ជាង30-40ហើយស្វានៅទីនេះអត់ទៅណាទៀតហើយក្រៅពីហ្នឹងនៅនេះចាប់ពីឆ្នាំ2015មកយើងមានពស់ថ្លាន់យើងលែងពស់ថ្លាន់នៅទីនេះចាប់3គីឡូរហូតដល់20គីឡូជាងមួយហ្នឹងយើងលែង61ពស់ហើយចឹងពស់ថ្លាន់ច្រើននៅក្នុងនេះយើងមានភេប្រមាណ40ក្បាលដែរក្រៅពីនេះគឺយើងមានសត្វស្លាបហើយយើងកំពុងតែរៀបចំដាំដើមឈើឡើងវិញផងដែរដើម្បីឲ្យមានឈើធំអាចជាជំរកសត្វស្លាបនៅទីនេះបានច្រើនហើយឥឡូវនេះនៅនេះខ្យងខ្មែរនៅទីផ្សេងជិតផុតពូជតែខ្យងខ្មែរនៅនេះចាប់ផ្ដើមមានដែលយើងការពារបាន
ថាវិការដែលយើងទទួលបានពីសប្បុរសជនហ្នឹងយើងអនុវត្តទៅតាមផែនការរបស់សហគមន៍ទៀតណាផែនការសហគមន៍ព្រោះយើងចាយថវិកាឬក៏ធ្វើគម្រោងសំណើទៅសប្បុរសជនឬក៏អង្គការដៃគូហ្នឹងគឺយើងមានផែនការសហគមន៍ផែនការហ្នឹងមានផែនការរយៈពេល3ឆ្នាំហើយបន្ទាប់មកយើងធ្វើផែនការរយៈពេល1ឆ្នាំខ្ញុំបាទសូមជម្រាបផែនការធំមកដល់ត្រឹមឆ្នាំ2025និងឆ្នាំ2026នេះថវិការបស់អង្គការដៃគូនានាលោកបានអត់មានការជួយឧបត្ថម្ភទៀតទេនៅសល់តែអង្គការក្រមទ្រទ្រង់ភូមិហៅកាត់ថា VAG មួយប៉ុណ្ណោះដែលឆ្នាំ2025ហ្នឹងលោកបានផ្ដល់ថវិកាប្រមាណ$500សម្រាប់សកម្មភាពការងាររបស់សហគមន៍នេសាទស្ដីក្រោមមហាសួងមានទាំងតាក់ទងនឹងការថែរក្សាអភិរក្សនិងធនធានជលផលហើយនៅឆ្នាំ2025នេះកន្លងទៅនេះផងដែរយើងមានថវិកាពីអង្គការមួយហៅកាត់ថា ART ហ្នឹងលោកបានជួយសម្រាប់តែបដោះកូនឈើឲ្យសមាជិកនិងគណៈកម្មការនឹងបដោះកូនឈើមានព្រៃលិចទឹកខ្លះមកដាំនៅក្នុងទីតាំងអភិរក្សរាំងពីន3តនេះហើយនឹងសម្រាប់ចែកទៅដល់សហគមន៍ផ្សេងទៀតសហគមន៍នេសាទផ្សេងទៀតសម្រាប់យកទៅដាំនៅក្នុងទីតាំងអភិរក្សរបស់ពួកគាត់នៅឆ្នាំ2025កន្លងទៅនេះយើងបានទទួលថវិកាពីសប្បុរសជននឹងយើងមានថវិកាជិត$2,000ដែរទៀតណាហើយថវិកាទាំងអស់នោះយើងបានយកទៅប្រើប្រាស់ការងារសំខាន់ដូចជាយើងបានរៀបចំរបាំងព្រួលការពារកុំឲ្យត្រីចេញពេលកំពុងពងកូនហើយយើងមានសកម្មភាពការចុះល្បាតនៅក្នុងទីតាំងអភិរក្សរាំងពេល3តនេះផងហើយយើងមានការចុះល្បាតនៅក្នុងដែនសហគមន៍នេសាទស្ដីក្រោមមហាសួងព្រោះដែននេសាទសហគមន៍នេសាទស្ដីក្រោមមហាសួងសរុបទៅមាន1390ហិកតាហើយយើងបានបែងចែកមួយចំនួនទៅបូមទឹកទិញប្រេងសម្រាប់បូមទឹកបញ្ចូលនៅក្នុងទីតាំងអភិរក្សរាំងពេល3តនេះនៅក្នុងរដូវប្រាំងហើយយើងក៏បានរៀបចំការសាងសង់ប៉ុស្តិ៍យាមសម្រាប់អ្នកយាមប្រចាំការនៅទីនេះផងហើយយើងមានប៉ុស្តិ៍យាមនៅក្នុងទីតាំងអភិរក្សយើងធ្វើរោងយាមផងដែរ